សួស្តីបងប្អូនស្វាគមន៍ពី Mazda Premium សវិកម្មជាម្ដងទៀតហើយក្នុងអេពីសូតនេះដែរមានចំណុចសំខាន់ចំនួន4ហើយនឹងកន្លឹះមួយទៀតដែលត្រូវផ្ដាំផ្ញើជូនបងប្អូនពាក់ព័ន្ធជាមួយនឹងអ្វីដែលត្រូវយកចិត្តទុកដាក់ជាមួយនឹងរថយន្តបងប្អូនថ្ងៃនេះយើងលើកអំពីការដែលលោតភ្លើងនៅលើតាប់ឡូរបស់បងប្អូនហើយមានអតិថិជនរបស់យើងច្រើនក៏តែងតែសួរថាលោតភ្លើងចេះមានបញ្ហាអត់ហើយលោតភ្លើងចេះមានបញ្ហាអត់ទី1បងប្អូនគាត់ស្គាល់ហើយគឺគេហៅថាជា engine warning light ដែលជាទូទៅវាតែងតែលោតនៅលើឡានបងប្អូននៅពេលដែលមានបញ្ហាហើយបងប្អូនច្រើនក៏សួរថាអានឹងមានបញ្ហាអត់ដោះស្រាយមិនបងប្អូនរូបនេះគឺជា warning engine light ដែលយើងមិនអាចប្រាប់បងប្អូនបានថាតើវាខូចអីទេលុះត្រាតែបងប្អូនមានឧបករណ៍ scan ហើយ scan នោះនៅ Mazda របស់យើងមានឧបករណ៍ទំនើបគ្រប់គ្រាន់ក្នុងការដែលត្រួតពិនិត្យជូនបងប្អូនអញ្ជើញមក check ដាក់ scan បានយើងដឹងថាតើវាមានកំហុសអីចំណុចទី2គឺសញ្ញាបាត់រីគឺជាអាគុយអញ្ចឹងបងប្អូនឃើញហើយអាគុយរបស់យើងនៅពេលណាដែលវាខ្សោយពេកឬក៏ពេលវាខ្សោយវាអស់អាគុយឬក៏អីផ្សេងវាតែតែមានបញ្ហាដល់ឡានបងអញ្ចឹងបើវាខ្សោយការដេរបងពិបាកឬក៏វាអស់អាគុយតែម្ដងគឺការដេរអត់ឆេះទេត្រូវការកើអញ្ចឹងបើសិនជាលោតសញ្ញាបែបហ្នឹងបងអាចនឹងត្រួតពិនិត្យអាគុយបងឲ្យហើយថាតើវាសល់ប្រមាណវ៉ុលតង់សុងរបស់វានឹងល្មមគ្រប់គ្រាន់នឹងការប្រើប្រាស់បណ្ដោះអាសន្នរហូតដល់ពេលដែលបងអាចទៅដល់កន្លែងលក់អាគុយឬក៏ដល់កន្លែងជាងត្រួតពិនិត្យឬអត់ដល់ខែភ្លៀងហើយបើដឹងថាត្រូវត្រួតពិនិត្យមើលអីខ្លះអាចជ្រើសរើសកញ្ចប់សេវាកម្មខែភ្លៀងពី Mazda Service បានទាំងត្រួតពិនិត្យបានទាំងជួសជុលហើយបានទាំងសំចៃពីលើនឹងទៀតតម្លៃធូរមែនណាតែធានាថាសេវាកម្មមកពេញចិត្តហ្មងអញ្ចឹងកុំភ្លេចសាកសួរព័ត៌មានឥឡូវនេះដើម្បីទទួលបានកញ្ចប់សេវាកម្មពិសេសខែភ្លៀងនេះមុនគេចំណុចសំខាន់មួយទៀតគឺពាក់ព័ន្ធជាមួយនឹងនិមិត្តសញ្ញារបស់ប្រេងបងដែលចាប់អារម្មណ៍ប្រេងបងពេលលោតសញ្ញាមានពណ៌តក្រូចហើយមួយទៀតមានពណ៌ក្រហមបងពីច្រើនពេលតែគាត់ឃើញគាត់គិតថាអូបញ្ហាប្រេងខ្វះប្រេងត្រូវដូរប្រេងតាមពិតមិនមែនមានន័យចឹងទាំងអស់ហ្មងថ្ងៃនេះពី Mazda របស់យើងនឹងបញ្ជាក់ជូនឲ្យបានច្បាស់នៅពេលដែលបងឃើញពណ៌ទឹកក្រូចគេឲ្យឈ្មោះថាជា engine oil level មានន័យថាប្រេងរបស់បងអាចនឹងខ្វះស្ទើរឬក៏តម្រូវបងត្រួតពិនិត្យប្រេងតែបើសិនជាបងឃើញពណ៌ក្រហមអានោះមានឈ្មោះថាជា oil pressure warning light ដែលបញ្ហាពណ៌ក្រហមបែបនេះវាមិនមែនជាការខ្វះប្រេងឬក៏អីទេវាអាចកើតឡើងចេញពីការកកស្ទះនៅតម្រងប្រេងឬក៏យើងអាចនិយាយមួយទៀតថាfuel pump របស់យើងឬក៏បូមប្រេងរបស់យើងអត់ដំណើរការហើយនៅមានកត្តាជាច្រើនទៀតអញ្ចឹងនៅពេលដែលបងឃើញប្រេងដូចគ្នាតែពណ៌ក្រហមលុតឡើងអញ្ចឹងទាមទារបងមក check up បន្ទាន់អញ្ចឹងសរុបមកវិញរូបសញ្ញាប្រេងដូចគ្នាប៉ុន្តែពណ៌ខុសគ្នាគឺវាមានអត្ថន័យផ្សេងគ្នាមួយទៀតចុងក្រោយមុនពេលដែលបញ្ចប់វីដេអូមួយនេះបងអាចបញ្ជាក់ជូនបងជម្រាបជូនពាក់ព័ន្ធជាមួយនឹងពណ៌របស់ភ្លើងដែលលោតនៅលើតាប់ឡូទាំងអស់ដើម្បីកុំឲ្យបងមានការព្រួយបារម្ភបងដែរអង្កេតអត់នៅពេលដែលបងកាច់សោដំបូងលោតភ្លើងច្រើនហើយពណ៌ច្រើនមែនទេជាទូទៅយើងឃើញមានពណ៌ខៀវពណ៌បៃតងពណ៌ទឹកក្រូចឬយើងហៅពណ៌លឿងនេះនិងមួយទៀតពណ៌ក្រហមអញ្ចឹងបងដើម្បីងាយស្រួលក្នុងការស្វែងយល់បងឃើញពណ៌ខៀវឬពណ៌បៃតងវាគឺជាដំណើរការធម្មតាទេអញ្ចឹងមានន័យថាលក្ខខណ្ឌដូចជាបងបើកភ្លើងបំភ្លឺផ្លូវបងឃើញហើយលោតពណ៌ខៀវឬក៏ពណ៌បៃតងធម្មតាទេប៉ុន្តែបើសិនជាបងឃើញការលោតពណ៌លឿងអញ្ចឹងពណ៌លឿងតំណាងឲ្យការ warning អញ្ចឹងវានឹងប្រាប់បងថាបងត្រូវ check up ប៉ុន្តែសួរថាប្រើបណ្ដោះអាសន្នសិនបានទេកន្លងពេលដែលបងបើកបរឬក៏បងកំពុងនៅតាមដងផ្លូវមិនទាន់ជាបញ្ហាឡើយទេតែបើសិនជាបងឃើញពណ៌ក្រហមអញ្ចឹងពណ៌ក្រហមមានន័យថាគឺជាការដែលវា warning ខ្លាំងមែនទែនតម្រូវឲ្យយើងត្រូវ check up បន្ទាន់ភ្លាមពិសេសបងមិនបាច់ទៅឆ្ងាយមក Mazda Premium Service មកយើងមានឧបករណ៍មានជាងមានបទពិសោធន៍ច្រើនហើយជួបគ្នាឆាប់កន្លងពេលដែលបងជួយមកដូរ spray ឬធ្វើសេវាកម្មផ្សេងឬ check up ទៅមួយទៀតបងឥឡូវនេះយើងមានការ free សេវាកម្មឆែក45ចំណុចដូចគ្នាដែរបងអញ្ជើញមកក្នុងពេលនេះមកយើងឆែក free ជូនអញ្ចឹងជួបគ្នាឆាប់នៅ Premium Mazda Company HGB Auto Enriching Experience